សូមដោះលែងលោកជាវុធីនិងលោកចៅទោសជាប់ពន្ធនាគារ18ខែពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជនជាបឋមសូមនមស្ការលោកចាស់គ្រប់អង្គចរន្តពរញាតិញោមពុទ្ធបរិស័ទស្រីបងប្អូនទាំងអស់គ្នាគណៈពេលនេះអាត្មាកំពុងស្ថិតនៅភូមិថ្មីឃុំស្នឹងស្រុកបណ្ណន់ទឹកដីនៅខេត្តបាត់ដំបងហើយលក្ខណៈពេលនេះគឺអាត្មាកំពុងនៅក្នុងលអាងកង្កែបយើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃទី19ខែសីហាឆ្នាំ2026ដោយសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសលោកជាវុធីជាអ្នកសារព័ត៌មានពលរដ្ឋនិងសកម្មជនសង្គមមួយរូបឲ្យជាប់ពន្ធនាគាររយៈពេល18ខែនិងពិន័យជាប្រាក់2លានរៀលប្រហែល$500អាមេរិកពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជនមួយកាលពីខែសីហាឆ្នាំ2025កន្លងមកយើងខ្ញុំអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធដោះលែងព្រះសង្ឃជាវុធីជាបន្ទាន់និងទម្លាក់បទចោទប្រកាន់លើលោកពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់លោកជាវុធីត្រូវបានត្រួតពិនិត្យដោយអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជាព្រះសង្ឃជាវុធីមានព្រះជន្ម27វស្សាត្រូវបានចាប់ខ្លួនចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងត្រូវបានកាត់ទោសដោយផ្អែកលើការបញ្ចេញមតិនៅក្នុងកម្មវិធីផ្ញើសារ Messenger ឯកជនមួយមតិយោបល់នោះបានសម្ដៅទាក់ទងនឹងទឹកដីក្នុងខេត្តមួយចំនួនស្ថិតក្នុងបរិបទនៃស្ថានភាពព្រំដែនកម្ពុជាថៃដែលការលើកឡើងនេះคล้ายជាផុសតាំងតែមួយគត់បង្ហាញសម្រាប់ការចោទប្រកាន់ទៅលើលោកជាវុធីបានទទួលស្គាល់ថាពិតជាបានបញ្ចេញមតិនោះនៅក្នុងក្រុមឯកជនដែលមានសមាជិកប្រមាណ20នាក់ប៉ុន្តែបានបដិសេធថាមិនបានបង្ហោះមតិយោបល់នោះជាសាធារណៈឡើយកម្ពុជាជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលបានធានានូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមមាត្រា19បទបញ្ញត្តិនេះធានាដល់មនុស្សគ្រប់រូបនូវសិទ្ធិក្នុងការមានមតិយោបល់ដោយគ្មានការជ្រៀតជ្រែកនិងសិទ្ធិស្វែងរកទទួលនិងផ្សព្វផ្សាយព័ត៌មាននិងគំនិតគ្រប់ប្រភេទដោយសេរីមាត្រា19ចំណុច3នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយទទួលស្គាល់ថាការដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានអនុញ្ញាតដោយត្រូវបំពេញតាមលក្ខខណ្ឌសំខាន់ចំនួន3 1មានចែងក្នុងច្បាប់2ត្រូវមានគោលបំណងស្របច្បាប់ជាពិសេសដើម្បីការពារសិទ្ធិឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃឬការពារសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈសុខភាពសាធារណៈឬសីលធម៌និង3ត្រូវមានភាពចាំបាច់និងសមមាត្រដើម្បីសម្រេចបាននូវគោលបំណងស្របច្បាប់នោះការផ្ដន្ទាទោសចំពោះលោកជាវុធីមិនបានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយមតិយោបល់នោះបានចែករំលែកតែនៅក្នុងក្រុម Messenger ឯកជនមួយដែលមានសមាជិកប្រមាណ20នាក់មិនមែននៅក្នុងវេទិកាសាធារណៈឡើយទំហំការចែកចាយនិងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយនៅក្នុងក្រុមតូចបែបនេះមិនអាចចាត់ទុកដោយសមហេតុផលថាមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យឡើយជាពិសេសមិនគួរឈានដល់ការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល18ខែនោះទេយើងខ្ញុំជឿជាក់ថាការផ្ដន្ទាទោសនិងការដាក់ទោសចំពោះលោកជាវុធីបង្ហាញអំពីការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា19នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនិងបានប៉ះពាល់ដល់ការបដិញ្ញាចិត្តរបស់កម្ពុជាក្រោមអនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ជុំទី4ស្តីពីសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានយើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឲ្យដោះលែងលោកជាវុធីនិងទម្លាក់បទចោទប្រកាន់ដើម្បីអនុញ្ញាតឲ្យលោកអាចបន្តការងារនិងសកម្មភាពសង្គមដោយសេរីវិញ